គូអន្តរជាតិទី3ហើយក៏ជាគូអន្តរជាតិចុងក្រោយសម្រាប់សប្តាហ៍ទី16នេះសូមអរគុណដល់ស្រាបៀ Gensberg ផលិតចេញពីស្រូវសាលីនឹងការហប់លេខ1និងថ្លៃលេខ1នៅលើពិភពលោករួមជាមួយនឹងបច្ចេកទេសចុងក្រោយរបស់អាល្លឺម៉ង់និងម៉ាស៊ីនផលិតស្រាបៀលំដាប់លេខ1នៅលើលោកម៉ាក់ Krones ទើបធ្វើឲ្យគ្រប់ដំណក់ស្រាបៀ Gensberg ពោពេញទៅដោយក្លិនឈ្ងុយស្រូវសាលីឈ្ងុយស្រាបៀអាល្លឺម៉ង់ឈ្ងុយលើសពីស្រាបៀធម្មតា Gensberg ផលិតដោយជនជាតិអាល្លឺម៉ង់បាទឥឡូវនេះឈានចូលមកដល់គូអន្តរជាតិទី3ហើយមុននឹងកីឡាករធ្វើដំណើរមកកាន់សៃវៀនប្រដាល់សូមសម្លេងអបអរសាទរឲ្យខ្លាំងទាំងអស់គ្នាមួយទៀតបាទសូមជឿកីឡាករទាំងពីររូបសូមក្រុមអាដាមស្នេហ៍ឯកសិនខំចន្ទរងដែលជាអនុប្រធានកិត្តិយសសហព័ន្ធក៏សូមគោរពអញ្ជើញសាស្ត្រាចារ្យវិជ្ជាបណ្ឌិតឈឹងយ៉ាវយេនដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់របស់ព្រះរាជាណាចក្រកម្ពុជាយើងដើម្បីបំពាក់កម្រងការជួយទៅដល់កីឡាករទាំងពីររូបបាទបាទលោកស្រីកញ្ញានិងទូរទស្សនិកជនជាទីមេត្រីនៅក្នុងសប្តាហ៍ទី16នេះបានបញ្ចប់ទៅចំនួន3គូទៅហើយឈានចូលមកដល់គូទី4ហើយគូទី5ដែលជាគូចុងក្រោយរវាងកីឡាករប្រភេទទម្ងន់យក្សរបស់កម្ពុជាយើងប៉ះជាមួយនឹងកីឡាករកម្ពុជាយើងដូចគ្នាតើលោកអ្នកជាអ្នកគិតពីគុណភាពជាចម្បងមែនទេ Gensberg ផលិតយ៉ាងផ្ចិតផ្ចង់និងយកចិត្តទុកដាក់និងផ្ដើមចេញពីការជ្រើសយកវត្ថុធាតុដើមគុណភាពលេខ1នៅលើពិភពលោកដូចជាស្រូវសាលីការហប់ដែលដុះនៅលើតំបន់ពិសេសមួយចំនួននៅអាល្លឺម៉ង់តែប៉ុណ្ណោះដំណើរការនៃការផលិតការវិភាគការធ្វើតេស្តកម្រិតកម្ពូលទទួលការពេញចិត្តពីអ្នកពិសា Gensberg ផលិតដោយជនជាតិអាល្លឺម៉ង់កម្រិតកម្ពូលឈ្នះមេដាយមាសបាទលោកនាងនិងទូរទស្សនិកជនជាទីមេត្រីគណៈនេះមុននឹងឈានចូលដល់ការប្រកួតខ្ញុំបាទក៏សូមជម្រាបជូនអំពីសមាជិកចៅក្រមចំនួន5រូបក៏ដូចជាអាជ្ញាកណ្ដាលដែលរៀបចំការប្រកួតសម្រាប់គូអន្តរជាតិនេះបាទចៅក្រមទី1គឺលោកព្រំសុភាចៅក្រមទី2លោកឡុងវិបុលចៅក្រមទី3លោកឡុងវ៉ាន់ថនចៅក្រមទី4លោកខុនច័ន្ទគុណវត្តនិងចៅក្រមទី5លោករិទ្ធិណាចំណែកអាជ្ញាកណ្ដាលនៅលើសៃវៀនគឺលោកម៉ាក់សមឿនបាទលោកនាងនិងទូរទស្សនិកជនជាទីមេត្រី Gensberg អាពាហ៍ពិពាហ៍ផ្អែមល្ហែមដូចទឹកឃ្មុំជាស្រាបៀ Gensberg ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់លោកអ្នកនឹងមានឱកាសឈ្នះកាដូដ៏អស្ចារ្យទូរទស្សន៍ HD LED ចំនួន100គ្រឿងម៉ូតូ Yamaha FZ ចំនួន10គ្រឿងនិងរថយន្តធំ Ford Ranger ស៊េរីថ្មី1គ្រឿងបន្ថែមជាមួយនឹងសៀវភៅកត់ចំណងដៃនិងស្រាបៀជាច្រើនកេសទៀតកាដូអនុស្សាវរីយ៍នេះនឹងក្លាយទៅជារបស់លោកអ្នកជាមួយនឹង Gensberg អាពាហ៍ពិពាហ៍ផ្អែមល្ហែមដូចទឹកឃ្មុំឈ្នះរង្វាន់ធំច្រើនសន្ធឹកសន្ធាប់ Gensberg ផលិតដោយជនជាតិអាល្លឺម៉ង់បាទលោកស្រីកញ្ញានិងទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីខណៈនេះខ្ញុំបាទសូមសេចក្តីអនុញ្ញាតដើម្បីឧទ្ទិសនាមបង្គោលក្រហមមានអាយុ22ឆ្នាំទម្ងន់67គីឡូក្រាមកម្ពស់ 1.68 ម៉ែត្រស្រុកកំណើតរស់នៅភូមិព្រែកក្របៅទី3ឃុំព្រែកអំពិលស្រុកសាច់កណ្ដាលខេត្តកណ្ដាលមកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិគ្រូបង្ហាត់គឺលោកធុនសុភាធ្លាប់ប្រកួតនៅលើសៃវៀនចំនួន55ដងឈ្នះ46ដងចាញ់8ដងនិងស្មើ1ដងលោកស្រីនិងកញ្ញាសូមណែនាំឲ្យស្គាល់អ្នកប្រដាល់កណ្ដាប់ដែកបំបីភ្នំមានឈ្មោះថា Mon Sophia Your Excellency, ladies and gentlemen, introducing to the blue corner, wearing the blue glove and traditional boxing trunk. He is 37 years old. His weight 67 kg and 166 centimeters is tall. Record on the ring side 59 fight 49 win, 8 losses and 2 draw. Ladies and gentlemen, please welcome Thai boxer
his nickname Killing Hunter ឋានវូលាបាទសូមប្រគល់ទូនាទីជូនទៅដល់គណៈកម្មការនិងចៅក្រមរៀបចំការប្រកួតបាទសូមអរគុណប្រិមត្តទូទស្សនិកជនបាទនេះគឺកីឡាករបង្គោលក្រហមមឿនសុភានៃព្រះរាជាណាចក្រកម្ពុជាកំពុងតែធ្វើការថ្វាយបង្គំគ្រូនិងត្រូវជួបប្រកួតជាមួយកីឡាករផាន់វ៉ាលៈមកពីព្រះរាជាណាចក្រថៃហើយការប្រកួតនេះបាទគូនេះគឺស្ថិតក្នុងប្រភេទទម្ងន់67គីឡូក្រាមកម្មវិធីនេះបានទទួលការឧបត្ថម្ភធំដោយក្រុមហ៊ុនស្រាបៀរ Gensberg បាទតើលោកអ្នកជាអ្នកគិតពីគុណភាពជាចម្បងមែនទេបាទ Gensberg ផលិតយ៉ាងចិត្តចង់យកចិត្តទុកដាក់ចាប់ផ្ដើមចេញពីការជ្រើសរើសវត្ថុធាតុដើមគុណភាពលេខ1លើពិភពលោកដូចជាស្រូវសាលីនិងផ្កាហប់ដែលដុះនៅតែតំបន់ពិសេសមួយចំនួននៅអាឡម៉ង់តែប៉ុណ្ណោះដំណើរការផលិតការវិភាគការធ្វើតេស្តកម្រិតកំពូលទទួលបានការពេញនិយមពីអ្នកពិសា Gensberg ផលិតដោយជនជាតិអាឡម៉ង់កម្រិតកំពូលឈ្នះមេដាយមាសយើងមើលទៅកីឡាករទាំងពីរនេះបាទនេះគឺកីឡាករថៃបាទហាន់វ៉ាលៈប៉ុន្តែយើងនិយាយពីកម្ពស់កម្ពស់បាទមើលទៅប្រហាក់ប្រហែលគ្នាប៉ុន្តែនិយាយពីមៀតវិញកីឡាករថៃហាន់វ៉ាលៈនេះមើលទៅរៀងមាំជាងសុភាតែបើសុភាមាំប៉ុណ្ណឹងបើមើលទៅថៃកីឡាករថៃមាំជាងទៀតតែទោះយ៉ាងណាបាទយើងបានធ្វើការថ្លឹងទម្ងន់ហើយគឺស្មើគ្នាអញ្ចឹងទេបាទគូប្រកួតគូនេះគឺជាគូដែលពិសេសបាទពិសេសបំផុតសម្រាប់គូអន្តរជាតិសម្រាប់ថ្ងៃនេះហៅថាការថ្វាយបង្គំគ្រូថ្ងៃនេះកីឡាករថៃគេហៅថារបៀបថ្វាយបង្គំគ្រូតាមរបៀបអេសីថ្លែងសហនុមានព្រះរាមថ្លែងសព្រះរាមច្រឡំអេសីក៏លេងថ្លែងអេសីកាន់សិលព្រះរាមថ្លែងសសូមអធិស្ឋានមិញសាយអស់ពេកអាយគេអាយ៉ាបាទឥឡូវអាញាកណ្ដាលកំពុងតែប្រាប់ពីលក្ខខណ្ឌនៃការប្រកួតបាទបទបញ្ជានៃការប្រកួតហ្នឹងបាទហើយអាញាកណ្ដាលសម្រាប់គូនេះគឺលោកម៉ាក់សមឿនចៅក្រមដែលមាន5រូបសម្រាប់ការប្រកួតនេះដែរគឺទី1លោកឡុងវិបុលចៅក្រមទី2លោកនិនវ៉ាន់ឌីទី3ព្រំសុភាទី4លោកបាទសំទោសចៅក្រមទី1លោកព្រំសុភាទី2លោកឡុងវិបុលទី3លោកឡុងវ៉ាន់ថនទី4លោកខនច័ន្ទគុណវត្តនិងចៅក្រមទី5លោករិទ្ធទីណាត្រៀមប្រុងព្រៀបប្រកួតគួរអន្តរជាតិទី3ទឹកទី1 round 1បាទឥឡូវចូលដល់ការប្រកួតទឹកទី1ហើយបាទគូដែលលោកអ្នកកំពុងតែទន្ទឹងរង់ចាំបាទយើងឃើញថាកីឡាករទាំងពីរមើលទៅសិតតែជាអ្នកដែលរហ័សរហួនដូចគ្នាតែមើលរូបរាងគឺសិតតែកំពុងតែពេញប្រយុទ្ធណាប៉ុណ្ណឹងមើលទៅអាយុប៉ុណ្ណឹងរៀងរើប៉ុណ្ណឹងមកចូលមកភ្លាមឆែកកាតភ្លាមយ៉ាងម៉េចបាទប៉ះ
លេងកន្លែងសម្ងាត់ឥឡូវចាប់ផ្ដើមបន្តការប្រកួតទៀតទឹកទី1នៅចាប់ផ្ដើមភ្លាមនៅស្ទាបស្ទង់គ្នាទាត់មួយជើងរបស់វ៉ាលាក់បាទធុនសុភាមើលសុភាក៏សងមួយជើងឆ្វេងវិញភ្លាមបាទឲ្យទុះនៅការហូរកញ្ជ្រៀវរបស់អ្នកគាំទ្រនៅផ្ទាល់កន្លែងប្រកួតនេះតែម្ដងហើយពេលនេះក៏សូមផ្ញើក្តីសប្បាយរីករាយដល់បងប្អូនអ្នកទេសនានៅតាមគេដ្ឋានបាទដែលបានមកទេសនាផ្ទាល់នៅទីនេះហើយជឿថាបងប្អូនបានមកក៏អត់កន្លែងអង្គុយដែរណែនអស់ហើយចឹងទេសប្បាយនៅគេដ្ឋានចុះពិសេសផុតបងប្អូននៅតាមជនបទបាទខ្ញុំមិញបានទទួលទូរស័ព្ទមួយចំនួនដែរគាត់ថារដូវនេះរដូវចម្រូតមានពេលអ្នកខ្លះអត់ទៅច្រូតទេបាទសុខចិត្តនៅមើលបដាលសិនចប់បដាលបានទៅពិសេសអ្នកនៅតំបន់ពងស្ពឺក្រាំងជែកក្រាំងលៀនហ្នឹងក្រាំងលៀនភូមិទួលភូមិច្រកក្រាំងស្លែងភូមិព្រៃបឹងជាដើមហ្នឹងគាត់ថាឲ្យតែឥឡូវនេះទូអាស៊ីអាគ្នេយ៍មើលច្បាស់ជាងពីមុនឆ្ងាយដោយសារតែឥឡូវនេះយើងក៏ថ្នាក់ដឹកនាំស្ថានីយ៍ក៏បានបំពាក់នៅម៉ាស៊ីនផ្សាយកម្លាំងដល់ទៅ20គីឡូវ៉ាត់ហើយពិសេសបំផុតគឺផ្សាយតាមប្រព័ន្ធ HD TV បាទ HD តែអញ្ចឹងទេធ្វើឲ្យការបង្ហាញបញ្ចេញរូបភាពទៅប្រិយមិត្តគឺមានការច្បាស់ជាងពីមុនអញ្ចឹងទេបងប្អូនក៏ពេញចិត្តនឹងមើលដែរហើយយើងរៀបចំគូប្រកួតក៏ល្អទៀតអញ្ចឹងទេអ្វីក៏ល្អបាទនៅអាស៊ីអាគ្នេយ៍ល្អគ្រប់យ៉ាងបាទការប្រកួតក៏ល្អបាទកីឡាករក៏ល្អអ្នកទេសនាក៏មកច្រើនឥឡូវនេះយើងឃើញហើយបាទសម្លេងហូរកញ្ជ្រៀវសឹងតែស្ដាប់គ្នាមិនបានប៉ុន្តែនេះគឺជាផ្លែផ្កាមួយដែលមានការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំរបស់ស្ថានីយ៍ក៏ដូចជាបុគ្គលិកបម្រើការងារទាំងអស់បាទរួមគ្នាដើម្បីធ្វើឲ្យស្ថានីយ៍ទូអាស៊ីអាគ្នេយ៍បោះជំហានទៅមុខបាទប្រមើលសុភាទាត់មួយជើងឆ្វេងបាទប៉ុន្តែឋានវ៉ាលាក់ហ្នឹងដូចជាមិនសូវចាប់អារម្មណ៍នឹងការទាត់បាញ់មិញទេគាត់ចលោជើងស្ដាំជើងឆ្វេងទៅតិចវិញបាទធាក់ជើងស្ដាំតិចទាត់ជើងឆ្វេងរបស់សុភាចប់ទឹកទី1ប្រិមត្តទូទស្សនិកជនបាទមិញការប្រកួតទឹកទី1បានបញ្ចប់ហើយរវាងគូអន្តរជាតិមើលសុភានៃប្រជាជាតិកម្ពុជាជាមួយនឹងឋានវ៉ាលាក់ហើយឥឡូវនេះយើងចូលដល់ការប្រកួតទឹកទី2បាទហើយការប្រកួតនេះយើងបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនស្រាបៀរ Gensberg បាទ Gensberg រង្វាន់យក្សបាទឥឡូវនេះបាទយើងបានរកឃើញអ្នកមានសំណាងបាទខ្លាយជាម្ចាស់ម៉ូតូថ្មីបាទលេខរៀងរថយន្តថ្មីម៉ូតូថ្មីបាទរថយន្តថ្មីបន្តទៀតហើយម៉ូតូ Yamaha FZ លេខរៀងទី15បានទៅលោកតាន់រចនាឧត្តមរស់នៅខេត្តកណ្ដាលម៉ូតូលេខរៀងទី16បានទៅលោកសយសុករស់នៅខេត្តតាកែវនិងអ្នកមានសំណាងធំបន្ថែមទៀតឈ្នះរថយន្តទី5ក្នុងក្រវិលកំពង់ស្រាបៀរ Gensberg បានទៅលោកលីបានរស់នៅខេត្តបៃលិនអតិថិជនទាំងអស់នៅមានឱកាសឈ្នះរង្វាន់បាទម៉ូតូធំរថយន្តថ្មីបាទលេខរៀងជាបន្តទៀតនៅក្នុងកំពពង់ស្រាបៀរ Gensberg នៅលើទីផ្សារក្បែរដៃរបស់លោកអ្នក Gensberg ផលិតដោយជនជាតិអាល្លឺម៉ង់កម្រិតកំពូលឈ្នះមេដាយមាសបាទបន្ទាប់ពីចប់គូនេះទៅយើងនៅមានគូឯកប្រចាំសប្តាហ៍គេហៅថាយក្សប៉ះគ្នាជាមួយយក្សបាទគឺទម្ងន់យក្សតែម្ដង100គីឡូក្រាមបាទគឺយក្សមកពីប៉ោយប៉ែតដែលមានឈ្មោះថាយ៉ៃថៃក៏យ៉ាន់មួយទៀតគឺយក្សនៅរាជធានីភ្នំពេញឈ្មោះសាំងស៊ីថាមកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិហើយទឹកចេញក្រៅស្គែដៅគូអន្តរជាតិទី3ទឹកទី2 round 2ចាប់ផ្ដើមការប្រកួតទឹកទី2មើលសុភាបង្គោលក្រហមបាទកីឡាករកម្ពុជាបង្គោលខៀវឋានវ៉ាលាក់កីឡាករនៃព្រះរាជាណាចក្រថៃចលោជើងក្រោមបន្តិចរបស់វ៉ាលាក់ចលោទៀតបាទតែសុភាអត់កិច្ចពីការចលោហ្នឹងទេ
ទាត់ជើងស្ដាមរបស់វលៈទាត់ជើងឆ្វេងសងវិញរបស់សុភាវានៅតែជ្រុំជើងរកចន្លោះគិតធ្វើម៉េចឥឡូវសម្លឹងទៅសម្លឹងមកកំពុងតែរនឹកថាត្រូវប្រើកណាប់ដៃប្រើជង្គង់ឬប្រើកែងប៉ុន្តែនៅតែមិនទាន់បន្ថយចូលទេណាអាចខ្លាចគ្រោះថ្នាក់ដែរបាទធាក់ជើងឆ្វេងសិនបាទសុភាវលៈក៏សងដែរទាត់ទៅទាត់មកធាក់ជើងស្ដាំបន្តិចរបស់វលៈសុភាស្ដាប់ដៃឆ្វេងរបស់សុភាបាទវលៈក៏សម្រុកចូលទាត់មួយជើងស្ដាំរបស់វលៈសុភាសងដល់កណាត់ដៃស្ដាំដែរអូហូយសងទៅសងមកពិតជាឆ្លើយឆ្លងគ្នាបានល្អមែនតើគូនេះទាត់មួយជើងរបស់សុភាវលៈក៏សងជើងឆ្វេងជើងស្ដាំម៉ាត់កណាត់ដៃរបស់សុភាធាក់ជើងឆ្វេងស្រាលជើងស្ដាំធាក់សងទៅវិញរបស់សុភាវលៈទាត់មួយជើងស្ដាំប៉ុន្តែកណាត់ដៃឆ្វេងសងវិញរបស់សុភាភ្លាមដែរអោបគ្នាជាប់ហើយគិតធ្វើម៉េចជង្គង់បែងជើងឲ្យសុភាដួលក្រាំងអាយយល្បិចខ្ពស់មែនតើកីឡាករថៃបាទមួយបកកែហាងបែងជើងឲ្យដួលការបែងជើងឲ្យដួលហ្នឹងគឺជាចំណែកមួយដែរបាទធ្វើឲ្យបាត់បង់កម្លាំងច្រើនដូច្នេះហើយគាត់ធ្វើចឹងជាច្រើនដងធ្វើឲ្យកីឡាករបាត់បង់កម្លាំងគាត់មានឱកាសអញ្ចឹងសូមប្រយ័ត្នប្រយែងការបោកឲ្យដួលញឹកញាប់ក៏ធ្វើឲ្យយើងថប់ថយកម្លាំងដែរសុភាកំពុងតែជ្រុំជើងរចូលហើយម៉ាត់ឆ្វេងបន្តិចស្ដាំបន្តិចធាក់មួយជើងទៀតបាទគូនេះគឺសូមផ្ញើជូនទៅដល់បងប្អូនទាំងអស់ដែលជាសមត្ថកិច្ចកងរាជអាវុធហត្ថផ្ញើជូនទៅដល់ប៉ូលីសផ្ញើជូនទៅដល់កងយុទ្ធពលខេមរៈភូមិន្ទដែលកំពុងទស្សនាដែលលើកទឹកចិត្តដល់កីឡាករកម្ពុជាក៏ដូចជាការប្រកួតនៅលើសៃវៀនជាពិសេសផ្ញើជូនទៅដល់ខាងសមត្ថកិច្ចនៅខេត្តបៃលិនផ្ញើជូនទៅដល់ភ័ក្រនៅស្នងការបៃលិននិងផ្ញើជូនដល់បងស្នងការក៏ដូចជាស្នងការរងនិងមន្ត្រីសមត្ថកិច្ចទាំងអស់នៅស្នងការខេត្តបៃលិនផងបាទសូមអរគុណចប់ទឹកទី2មើលរូបភាពយឺតបាទទឹកទី2អមាញ់មិញអូហូបាទសុភាកំពុងតែបាទចាប់ផ្ដើមវាយលុកនៅក្នុងទឹកទី2នឹងមែនតើបាទទឹកទី1ដំបងរៀងស្ទាបស្ទង់ឲ្យចូលទឹកទី2លេងមែនតើហ្មងលេងស្ទាបឲ្យស្ទង់ហើយអ្វីដែលសំខាន់ថ្ងៃទី4បាទទស្សនិកជនទាំងអស់ថ្ងៃទី4ខែមករាឆ្នាំ2015ឆ្នាំថ្មីគឺម្ចាស់ខ្សែក្រវ៉ាត់មនសមេតត្រូវប៉ះជាមួយនឹងកីឡាករបរទេសហើយឋានវលៈនេះក៏ជាខ្សែក្រវ៉ាត់នៅស្រុកថៃដែរប៉ុន្តែគេថាតួកៅប្រភេទជើងចាស់យ៉ាងភាសាចេញក្រៅស្កេរៅចឹងអតីតម្ចាស់ខ្សែក្រវ៉ាត់ទឹកទី3 round 3ឥឡូវនេះចូលដល់ការប្រកួតទឹកទី3ហើយបាទសុភាទឹកទី2មាញ់ដូចជាសម្រុកខ្លាំងឥឡូវចូលចាប់ផ្ដើមទឹកទី2ប្រហែលជាសម្រុកទៀតហើយបាទចាប់ផ្ដើមភ្លាមគឺចំហក្របពីលើយ៉ាងខ្លាំងប៉ុន្តែឋានវលៈនេះជាម្ចាស់ខ្សែក្រវ៉ាត់នៅឯអតីតគេថាវ័យចាស់ផងណាប៉ុន្តែមិននិយាយទុនជ្រាយតាមការគម្រាមកំហែងរបស់សុភាទេបាទកុំស្មានតែប្រហែលដួលទៀតលើហើយសុភាមើលទៅសុភាវ័យក្មេងជាងបាទច្រើនដែរទាត់មួយជើងស្ដាំជើងឆ្វេងសងវិញរបស់សុភាទាត់ជើងឆ្វេងរបស់សុភាទាត់ជើងក្រោមសនលាក់ក៏សងជើងស្ដាំវិញដែរយ៉ាបាទយ៉ាងម៉េចសុភាកំពុងតែរកចន្លោះបលៈក៏អញ្ចឹងដែរបាទគាត់មិនជក់អស់ហើយម៉ាត់ឆ្វេងម៉ាត់ស្ដាំរបស់សុភាល្អមែនតើមួយជើងឆ្វេងរបស់សុភាជង្គង់របស់បលៈសងវិញអោបវាជាប់ហើយ
រុញចេញបាទម៉ាត់ស្ដេងឆ្វេងស្ដាំរបស់សុភាអូយធ្វើឲ្យវលាក់វល់ណែហ្នឹងណាមិនស្រួលបានទេម៉ាំងបែកទឹកខ្ចាយអូយមានការគ្រប់គ្រងខ្លាំងមែនទែនសម្រាប់សុភាប្រើកណ្ដាប់ដៃបានល្អណាស់វលាក់ទាត់ជើងស្ដាំទាត់ជើងឆ្វេងសងវិញភ្លាមដែររបស់សុភាម៉ាត់ឆ្វេងស្ដាំបែកទឹកខ្ចាយអូយសុភាពិតជាកំពូលអ្នកប្រដាល់ល្អស្នៀតកណ្ដាប់ដៃមែនទែនម៉ាត់ម៉ាំងឈឹងតែម្ដងអោបនេះជាប់កំពុងតែរននឹកថាត្រូវធ្វើអីអាញាកដាលោកម៉ាក់សមឿនខាត់ភ្លាមធាក់ជើងក្រោមចាប់ជើងជាប់ទាត់មួយជើងសុភាស៊ឺគ្រៀងឈឺសាច់ចូលម៉ាត់ជើងទាត់មួយជើងទៀតអោបគ្នាជាប់ហើយទៅកងរបស់វ៉ាលាក់ទល់ជាប់ហើយអាញាកដាញែកខាត់ញែកចេញពីគ្នាបន្តការប្រកួតទៀតធាក់ចុះធាក់ឡើងរបស់ឋានវលាក់សុភាកំពុងតែរកឱកាសប្រើកណ្ដាប់ដៃទៀតហើយគាត់ជើងក្រោមធាក់ជើងក្រោមទៀតចូលប្រើអោបជាប់ជង្គង់របស់សុភាជង្គង់របស់ឋានវលាក់ជង្គង់ទៅម៉ាត់ឆ្វេងស្ដាំបោកយ៉ាងម៉េចអូយឈឺទេចាប់ទឹកទី3បាទរូបភាពយឺតកន្លែងនេះគឺថាវលាក់ឡើងទៅលើខោមកជើងភពចូលពោះទៀតនេះកំលេងសាយរឿងវាយលើខោហ្នឹងរៀបឆ្វេងឲ្យស្ដាំឲ្យឆ្វេងអូនិយាយទៅបើសិនជាសុភាបើមិននៅស្រុកខ្មែរតែនៅឥណ្ឌានៅបង់ក្លាដេសហ្នឹងហើយគេថាដូចគ្នាតែយ៉ាងណាក៏មុខចិនមុខឥណ្ឌាហ្នឹងគឺមុខយើងហើយព្រោះយើងស្ថិតនៅក្នុងឧបទ្វីបឥណ្ឌូឆៃណាឥណ្ឌានិងចិនអញ្ចឹងទៅកើតចេញពីខាងឥណ្ឌាខាងចិនមកអញ្ចឹងមុខនឹងវាមិនខុសគ្នាវាជាលះគ្នានឹងឯងសុភាមិនថានៅឥណ្ឌានៅអីទេគាត់នៅស្រុកខ្មែរក៏ដោយបើគាត់កុំនិយាយខ្មែរគេច្រឡំថាគាត់ប្រហែលជាឥណ្ឌាឬបង់ក្លាដេសទុកពមាត់ឲ្យច្រើនទេដើរកាន់មុងមើលលើទៅកុំនិយាយមើលច្រឡំថាគាត់មិនមែនខ្មែរអីបើថាដើរមកជួមានគ្នាមានអីពុកមាត់ច្រើនមានមុងមានព្រួយហ្នឹងហើយស្កេតដល់គូអន្តរជាតិទី3ទឹកទី4បាទទស្សនាការប្រកួតគូអន្តរជាតិទី3ទឹកទី4 We are reaching to the round 4ទាត់ឆ្វេងមកជើងរបស់សុភាគួងស្ដាំរបស់វលាក់នឹងម្ចាស់ខ្សែក្បាត់ដែរណាតែគាត់ប្រភេទចាស់ភាសាពីជង្គង់អូយជង្គង់ទៅជង្គង់មកសិតតែពេញកាច់បង្វិលទៀតជង្គង់ឆ្វេងលោកម៉ាក់សមឿនលំបែងធាក់ស្ដាំធាក់ឆ្វេងគួងស្ដាំជង្គង់ឆ្វេងអូយឆ្វេងស្ដាំឆ្វេងដល់ចូលទៀតឆ្វេងស្ដាំឆ្វេងបោះជង្គង់ជាចូលមែនទេថាម្លាក់បាទធ្វើឲ្យទស្សនិកជនហូរអបអរសាទរព្រោះថាគូនេះពិតជាជក់ចិត្តអារម្មណ៍បន្ទាប់ពីគូនឹងហើយលោកនាងដាស្នេហាវិស័យកីឡាកុំភ្លេចណាគូក្រោយយ៉ាក់ប៉ះយ៉ាក់ប៉ោយប៉ែតប៉ះយ៉ាក់ពេញហ្នឹងបាទយ៉ាក់3នៅប៉ោយប៉ែតសាយ៉ាក់ធំមករបស់លោកថៃអ៊ូធាក់ស្ដាំអូយធាក់ស្ដាំចាប់បានទាត់ស្ដាំសងចូលទៅឆ្វេងវាយមុខ
ជង្គង់អើយអូយលោកអញ្ញាកណ្ដាលបាត់ជង្គង់មករុញទៅអឹប1នាទីចុងក្រោយសម្រាប់ទឹកទី4ឆ្វេងស្រាំឆ្វេងតោះស្រាំពាក់ឆ្វេងពីដៃផ្ទួនរបស់សុភាទាត់ថែមស្រាំឆ្វេងមួយចូលមុខឃើញស្រាំពីដៃផ្ទួនវិញសើឆ្វេងទៀតទាត់ឆ្វេងទៀតចូលមុខស្រាំកែងអូយមើលវិញជិនហូបអសាទើគូនេះឆ្វេងទៀតហើយខ្ញុំនេះចង់ស្អកទាំងព្រលឹមហើយនៅសល់3សូទៀតឆ្វេងមួយចូលមុខទាត់ស្ដាំអូយធាក់ស្ដាំទៀតឆ្វេងមួយចូលមុខទៀតជង្គង់ស្ដាំហើយក៏ចាប់ទឹកទី4ណាបាទមើលរូបភាពយឺតទឹកទី4បាញ់បាទរវាងមើលសុភាបង្គោលក្រហមរបស់កម្ពុជាជាមួយនឹងឋានវលៈអូយបាទទុកសាច់តែម្ដងបាទទឹកកណ្ដាប់ដៃរបស់សុភាពិតជាធ្វើឲ្យវលៈនឹងមានការឈឺចាប់ខ្លាំងបាទអានេះគេហៅថាប្អូនវាយបងបាទយើងឃើញថាមើលទៅបាទពេញផ្ទៃមុខបងឈឺទេបងមើលទៅបងសុំសរសើរប្អូនតែចេះវាយបងចំមុខគូអន្តរជាតិទី3ទឹកទី5ជាទឹកផ្ដាច់ព្រាត់យើងទស្សនាការប្រកួតគូអន្តរជាតិទី3ទឹកទី5ដែលជាទឹកផ្ដាច់ព្រាត់បាទ Final round យ៉ាត់ភ្លេចពាក់ថ្មិញបងប្អូនពងឲ្យចូលចិត្តដាល់ផងអត់ថ្មិញឆ្វេងមិនឲ្យចូលមុខឆ្វេងស្ដាំពីដៃផ្ទួនដើរចូលទៅទៀតធាក់ស្រាំមិនឲ្យចូលសុភាឆ្វេងដល់ខ្លួនឆ្វេងស្ដាំទាត់ស្ដាំទាត់ឆ្វេងទៀតទាត់ឆ្វេងមួយជើងទៀតអូយមើលសុភាពិតជាអស់ទោះរបស់គេមែនធាក់ស្ដាំជង្គង់ឆ្វេងពីខាងក្រោយអូយចង់បាក់ចកេះណាគ្រាន់តែចង់ទេមិនទាន់បាក់ទេជង្គង់ស្ដាំជង្គង់សងជង្គង់ឆ្វេងរបស់សុភាជង្គង់ឆ្វេងទៀតទាត់អូយឡាប់ផ្ងាបរេឆ្វេងមិនដៃចូលមុខទាត់ស្ដាំរៀងខ្លួនទាត់ឆ្វេងទាត់ស្ដាំទាត់ឆ្វេងទៀតអូយទាត់ខ្លាំងបោកភីងអូយស្កាត់ពីលើប្រគល់បន្តទៀតពាក់កណ្ដាលផ្លូវជង្គង់ស្រាំញុក1 2រុញទៅកែងរស់ឡើយហើយលោកអញ្ញាកណ្ដាលលោកម៉ាក់សមឿនបំបែកស្ដាំធាក់ជង្គង់ស្រាំពីខាងក្រោយខ្នងឆ្វេងដល់ខ្លួនជង្គង់ស្ដាំកាច់ពេញមកអូយពីសកលពីលើចាក់ស្ដាំជង្គង់ស្ដាំអូយកាច់បង្វិលមករកកន្លែងថែមទេផ្អឹបបំបែក20វិនាទីចុងក្រោយសម្រាប់ការប្រកួតក្នុងទឹកទី5ដែលជាទឹកផ្ដាច់ព្រាត់ឆ្វេងមួយទៀតអូយទាក់ជង្គង់លោកម៉ាក់សមឿនបំបែក
វិញទោះជើងដូតស្បាប 5 វិនាទីចុងក្រោយអ ចប់ទឹកទី 5 បាទបន្ទាប់ពីគូនេះទៅលោកនាងគុំតាន់អាលទៅណាអ្នកដែលទស្សនានៅតាមហាងកាហ្វេក៏ដូចជានៅទីនេះក៏ដូចជាទៅតាមគេដ្ឋានយើងចាំមើលយៈបាយយៈអ្នកនរគ្នាខ្ញុំមកដើមកម្របានឃើញណាគីឡូ54 57 60ឃើញអស់ហើយ67 70អីតែគីឡូ100នេះបងប្អូនដែរឃើញទេចឹងយើងចាំមើលអ្នកនរគ្នាយៈមកពីយៈមិនមែនធម្មតាយៈមកប៉ោយប៉ែតយៈថៃកយ៉ានយៈជ័យដែនប៉ះជាមួយនឹងសាំងស៊ីថាយៈអំពេញនៅក្រសួងការពារជាតិចឹងភេទគីឡូយៈចាំមើលយៈស្លាប់មិន បាទរងចាំការកាត់ក្តីពីសំណាក់ចៅក្រម5រូបបាទដែលមានដូចជាលោកព្រំសុភាលោកឡុងវិបុលលោកព្រំលោកឡុងវណ្ណថនលោកខនច័ន្ទគុណវត្តនិងលោករិទ្ធឌីណាដែលជាអ្នកកាត់ក្តីគូនេះបង្គោលក្រហមឈ្នះហើយមកទៅព្រោះបើយើងមើលនឹងភ្នែកយើងដឹងហើយណា បង្គោលក្រហមឈ្នះបង្គោលខៀវដោយពុតទូ បង្គោលក្រហមឈ្នះបង្គោលខៀវដែលពិនទូក